បាទជំរាបសួរបងប្អូនអរគ្នាសម្រាប់ YouTube Channel នេះខ្ញុំបង្កើតឡើងគឺដើម្បីជួយសម្រួលទៅកាន់បងប្អូនអរគ្នាឲ្យបានរៀនភាសាអង់គ្លេសដែរមានន័យថាយើងរៀនចាប់ពី0ទៅដូចដែលខ្ញុំបានដាក់ចំណងជើងអញ្ចឹងឬក៏នៅក្នុង YouTube Channel របស់ខ្ញុំអញ្ចឹងគឺយើងដាក់ថា English from Zero អញ្ចឹង English from Zero នេះមានន័យថាសម្រាប់បងប្អូនក្មេងៗដែលរៀនកម្រិតបឋមសិក្សាក្តីអាយុ6 7ឆ្នាំ8ឆ្នាំជាដើមអញ្ចឹងទៅក៏អាចរៀនបានហើយសម្រាប់បងប្អូនអស់គ្នាដែលពេញវ័យហើយដែលពុំតាន់ធ្លាប់រៀនអង់គ្លេសពីមុនមកក៏អាចរៀនបានហើយសម្រាប់បងប្អូនបងទាំងអស់គ្នាដែលមានវ័យជ្រេទៅហើយធ្វើការងារនៅក្នុងវិស័យផ្សេងៗចង់រៀនភាសាអង់គ្លេសទៅរៀនជាមួយក្មេងៗក៏ពិបាកអញ្ចឹងហើយគឺជាមូលហេតុដែលខ្ញុំបង្កើត YouTube Channel នេះមកគឺដើម្បីឲ្យបងទាំងអស់គ្នាអាចរៀនបានដូចគ្នាដែរធម្មតាទេការរៀនអ្វីក៏ដោយគឺចាប់ផ្ដើមពីកម្រិតពីដើមទៅពីមូលដ្ឋានគ្រឹះទៅអញ្ចឹងយើងមកមើលទាំងអស់គ្នាពីមេរៀនរបស់យើងអាចចាប់ផ្ដើមបាននៅថ្ងៃនេះតែម្ដងអញ្ចឹងខ្ញុំដាក់ថា English from Zero អញ្ចឹង lesson 1 the English alphabets បាទ the English alphabet នេះគឺមានន័យថាអក្សរនៅក្នុងភាសាអង់គ្លេសអញ្ចឹងនេះគឺយើងនឹងរៀនអំពីអក្សរទាំង26បាទរបស់ភាសាអង់គ្លេសបាទអញ្ចឹងការដែលដឹងអំពីមូលដ្ឋានគ្រឹះរបស់អក្សរហ្នឹងគឺសំខាន់នៅក្នុងការរៀនភាសាអង់គ្លេសអានេះក៏ហៅថាមូលដ្ឋានគ្រឹះឬក៏យើងនិយាយថា phonics យើងរៀននៅហ្នឹងទាំងអស់អាហ្នឹងគឺមានខ្ញុំស្រាវជ្រាវទៅឃើញមូលដ្ឋានគ្រឹះវាគួរសមច្រើនដែរអញ្ចឹងយើងរៀនពីលម្អិតពីតូចទៅកាលណាបងប្អូនចេះមូលដ្ឋានគ្រឹះ phonics នេះគឺច្បាស់ការរៀនភាសាអង់គ្លេសការចេះអានហ្នឹងគឺលឿនបាទហើយរៀនទៅគឺមានអារម្មណ៍ថាសប្បាយចិត្តព្រោះយើងរៀនពីគ្រឹះទៅអញ្ចឹងណាมันមានអារម្មណ៍ថារៀនលើទៅខាងក្រោមមិនដឹងយ៉ាងម៉េចយ៉ាងម៉ាអីចឹងណាបាទឥឡូវយើងមកមើល learning objectives បាទ learning objectives objective គឺកម្មវត្ថុឬវត្ថុបំណងនៃមេរៀនបាទនៃការរៀននេះគឺ at the end you will នៅចុងបញ្ចប់បងប្អូនទាំងអស់គ្នានឹងរៀន learn អីគេខ្លះ number 1 the 26 English letters អញ្ចឹងអក្សរភាសាអង់គ្លេសទាំង26បងប្អូននឹងរៀននៅក្នុងមេរៀនទី1នេះ and number 2 capital letters and small letters មានន័យថាទាំងអក្សរធំអក្សរតូចបងប្អូននឹងដឹងទាំងអស់ number 3 how to pronounce each letters គឺការ pronoun គឺការបញ្ចេញសំឡេងតកតងនឹងអក្សរគ្រប់ទាំង26ហ្នឹងឲ្យបានច្បាស់លាស់ហើយតួអក្សរនីមួយៗហ្នឹងតើគេបញ្ចេញសំឡេងអ្វីខ្លះជាដើមអញ្ចឹងទៅគឺខ្ញុំបានស្រាវជ្រាវពីច្រើនប្រភពខ្ញុំសង្ឃឹមថាបងប្អូននឹងអាចរៀនបានល្អប្រសើរ number 4 បាទ how to write each letters គឺរៀនអំពីរបៀបនៃការសរសេរអក្សរនីមួយៗបាទហើយទី5គឺ simple word that begin with each letter គឺយើងរៀនពាក្យបដាជាមួយនឹងអក្សរនីមួយៗដូចគ្នាអញ្ចឹងណាបងប្អូនបាទហើយបញ្ជាក់ផងដែរបងប្អូនអាចនឹងព្យាយាមរៀនឲ្យបានចប់ដើមទៅជាមួយនឹងវីដេអូនេះមូលហេតុគឺកាលណាដែលបងប្អូនចេះគ្រឹះច្បាស់បងប្អូនអត់មានចម្ងល់នៅខាងលើទេអញ្ចឹងគឺទៅលើគឺងាយស្រួលតែម្ដងអញ្ចឹងណាបាទជាទូទៅគឺការដើរផ្លូវកាត់គឺពុំសូវបានផលល្អប្រសើរពេកទេបាទអញ្ចឹងគឺគ្រប់យ៉ាងគឺវាអត់មានផ្លូវកាត់ទេគឺវាត្រូវទៅតាមលំដាប់លំដោយអញ្ចឹងទៅបានធ្វើឲ្យយើងនឹងវាមាន
confident គឺទំនុកចិត្តនៅក្នុងការប្រើប្រាស់ភាសាអង់គ្លេសហ្នឹងបានល្អប្រសើរឥឡូវយើងមកកាន់អក្សរទី1គឺបងប្អូនចេះហើយអក្សរ A បាទ A ដោយដែលបងប្អូនបានឃើញហើយនេះគឺជា capital A and this one is small a បាទនេះគឺជាអក្សរ A ធំហើយនេះគឺជាអក្សរ A តូចដែលបងប្អូនឃើញផ្លែប៉ោមនេះវាខឹងបាទអញ្ចឹង angry apple អញ្ចឹង angry apple នេះឃើញពាក្យទាំងពីរនេះគឺផ្ដើមចេញពីអក្សរ A ទាំងអស់បាទហើយក៏ផ្ដើមពេលដែលគេអានគេមិនអានអក្សរទេគេអានសំឡេងនៃអក្សរអញ្ចឹង A សន angry apple angry apple ឃើញទេអញ្ចឹងអានេះគឺជាពាក្យតំណាងទេបាទនៃអក្សរនីមួយៗគឺ flow របស់វាគឺដូចគ្នាអញ្ចឹងខ្ញុំនឹងបង្ហាញពាក្យតំណាងដែរអញ្ចឹងអក្សរ A គឺមានសំឡេង4បាទ the four main sound of A so we have short A អញ្ចឹងយើងមានសំឡេង A ខ្លី sound like the អញ្ចឹងវាខ្លីអញ្ចឹងណា in apple ឃើញ apple apple cat ណា apple ផ្លែប៉ោម cat គឺឆ្មាអញ្ចឹងសំឡេងវាខ្លីបងប្អូនទៅអញ្ចឹងតែម្ដងហើយយើងមាន long A សំឡេងទី2 sound exactly like the same of the letters itself as in cake orange អញ្ចឹងអក្សរ A វែងនេះគឺយើងបញ្ចេញសំឡេងបែបដូចឈ្មោះរបស់អក្សរតែម្ដងបាទឈ្មោះអក្សរហ្នឹងមានន័យថាម៉េចអក្សរ A អញ្ចឹងសំឡេងរបស់វាដូច A ដូចអក្សររបស់វាអញ្ចឹងឥឡូវយើងមើល A cake ពេញវែងបាទ cake គឺសំឡេង A ឬ A rain ឃើញទេអញ្ចឹងអានេះគឺសំឡេងវែងតែម្ដងមួយទៀតគេហៅថា schwa sound គឺនេះគេហៅថា earn and stress sound like found in word like sofa មែនទេសំឡេងវារៀងកញ្ឆក់ sofa or about ឃើញទេបាទអញ្ចឹងណាហើយសំឡេងចុងក្រោយគេគឺសំឡេង control A បាទអញ្ចឹងវា control ដល់អក្សរ A ណានៅខាងក្រោយនៅខាងចុងបាទ control ហ្នឹងគឺគ្រប់គ្រងដោយអក្សរ A ឥឡូវយើងមកមើលទាំងអស់គ្នា when followed by earn the A take on a unique sound like airs ឃើញទេគឺគេច្រើនបញ្ចេញសំឡេង air ណាឃើញទេហើយមាន e ទៀតបាទ e នេះគឺអត់សំឡេងទេបាទអញ្ចឹងណាអញ្ចឹងយើងអានថាកន្លែងនេះអានថា care ឬក៏អានេះគេអានថា in car អញ្ចឹងណាឬក៏ bar ដូចបងប្អូនបានឃើញអញ្ចឹងក្នុងពាក្យនេះប្រហែលជាមិនឃើញទាំងអស់តែអាហ្នឹងគឺអញ្ចឹងណាបាទអញ្ចឹងអានេះ care សំឡេង air នេះកាលណាវាមានហើយមាន e ហ្នឹងចេញសំឡេង air បាទទៅជា care អញ្ចឹងទៅឬក៏ bear អញ្ចឹងទៅកាលណាដែលមានគ្រាន់តែ a ហើយនឹង អាហ្នឹងទៅជាបាទ ដែរបាទខាចឹងណារបៀបសរសេរអក្សរ A ដោយដែលបងប្អូនបានឃើញនៅក្នុងវីដេអូយើងសរសេរពីខាងលើមកបាទក្រោមនេះជាសញ្ញាព្រួញណាអញ្ចឹងពីលើចុះក្រោមហើយនៅខាងស្ដាំដៃនេះពីលើដែរចុះក្រោមដែរទី2ហើយទី3គឺយើងវាពោះវាមកបាទហ្នឹងគឺយើងសរសេរត្រឹមត្រូវហើយអក្សរតូចគឺយើងមើលតាមសញ្ញាព្រួយនេះទី1គឺ A បាទបែបនេះហើយទី2គឺបែបនេះបាទអញ្ចឹងយើងមើលបែបនេះបាទបើយើងទៅសេចប់ដៃគ្នាកាន់តែល្អអញ្ចឹងចាំមើលណាចាំមើលសញ្ញាព្រួយខ្ញុំសេបែបនេះហើយចុះក្រោមចឹងដល់ទៀតយើងសេតាមសញ្ញានេះលេខ1ខាងលើលេខ2បាទអញ្ចឹងអានេះគឺជារបៀបសរសេរអក្សរ A
ហើយឥឡូវនេះយើងមកមើលអំពីពាក្យតំណាងរបស់អក្សរ A ដែលក្នុងជាទូទៅ phonics គឺគេតំណាងអក្សរទាំងអស់នេះហើយជាង words to learn ពាក្យដែលយើងត្រូវរៀនហើយបងប្អូនរៀនអានឹងត្រូវចាំមកដែរអញ្ចឹងយើងមើលទាំងអស់គ្នា ant គឺស្រមោលអានេះ apple នេះគឺផ្លែប៉ោមនេះគឺ alligators បាទ alligators គឺគេសត្វរំពាឬក៏កពៀបាទសត្វកពៀមិនមែនក្រពើណាក្រពើគឺ crocodiles នេះគឺនៅស្រុកគេក៏ជាមានហើយនេះ axe ពូថៅបាទអញ្ចឹងម្ដងទៀត ants apple alligators axe បាទ ants apple alligators axe បាទអញ្ចឹងឃើញទេគឺអក្សរទាំងអស់សុទ្ធតែផ្ដើមដោយសំឡេងសំទោសពាក្យទាំងអស់នេះគឺសុទ្ធតែផ្ដើមដោយសំឡេងនៃអក្សរ A គឺ A sound ant as apple as alligator as axe ឃើញទេអញ្ចឹងគឺអានេះគឺមួយឯអក្សរ A ឥឡូវយើងមកមើលតាក់ទងនឹង the letters A positions ភាគច្រើនយើងមកមើលទីតាំងដែលភាគច្រើនពាក្យនៃភាសាអង់គ្លេសអក្សរ A វានៅណាបាទអញ្ចឹងវាមាននៅខាងដើមនៅកណ្ដាលហើយនៅខាងចុងដូចគ្នាអញ្ចឹងអានៅមុខគេហ្នឹងភាគច្រើនគឺពេញនិយម very common ដូចជា apple about អីចឹងទៅគឺ A បាទគឺវានៅខាងមុខហើយអក្សរ A ដែលនៅកណ្ដាលគេក៏មានដែរ most frequent មានញឹកញាប់ដែរមាន cat មាន make ជាដើមឧទាហរណ៍ហើយនៅចុងកន្ទុយគេ short as បាទ short as ហ្នឹងគឺលក្ខណៈរៀងកញ្ឆក់ដែរបាទ sofa pizza អញ្ចឹងអាហ្នឹង sofa pizza អញ្ចឹងនៅចុង